បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃនេះលោកគ្រូសូមបង្ហាញអ្នកទៅនឹងស្វ័យគុណអញ្ចឹង8ស្វ័យគុណ2ស្មើនឹង8គុណនឹង8 2ដងហើយ8ស្វ័យគុណ3ស្មើនឹង8គុណនឹង8 3ដងបាទហើយតើទៅនឹងមានសញ្ញាដកនៅពីមុខអញ្ចឹងយើងយក8គុណ8ទៅលេខដកហ្នឹងគឺវាដាច់ពីការ៉េទេបាទលើកលែងតែនៅក្នុងវងកញ្ចក់លើកជាការ៉េគឺយើងគុណសញ្ញានឹងសញ្ញាទៅវាទៅជាវិជ្ជមានវិញតែប៉ុនស្វ័យគុណដកអញ្ចឹងវាស្មើនឹង1 លើ 8 លើកជាការ៉េបាទអញ្ចឹងស្វ័យគុណដក3ក៏ដូចគ្នាដែរហើយដក8លើកស្វ័យគុណគីបហ្នឹងក៏នៅតែចេញសញ្ញាដកពីមុខដែរដូចគ្នាទៅនឹងស្វ័យគុណ8ស្វ័យគុណគីបអញ្ចឹងដក8ស្វ័យគុណគីបអញ្ចឹងយើងគុណសញ្ញាដកគុណដកបូកហើយនឹងសល់សញ្ញាដកមួយទៀត